4ចូលឆ្នាំខ្មែរហ្នឹងគឺមានអារម្មណ៍ថា special មែនទែនទៅមើលបុណ្យចូលឆ្នាំខ្មែរមកសុខឌីនគិតថាពលរដ្ឋយើងគាត់អាចសប្បាយចិត្តឬមួយក៏មិនខ្ញុំឃើញមួយទៀតគឺការធ្វើដំណើរគឺ accident នៅណាគឺចូលឆ្នាំហ្នឹងច្រើនបងសង្កេតឃើញទេបាត់ជាថា20-30 ម៉ោងឯងបងទៅវត្តចិត្តហ្នឹងគឺឃើញដូចថាមានអារម្មណ៍នៅប្រទេសកម្ពុជាហ្មងដូចខ្ញុំបាននិយាយចឹងគឺយើងត្រូវចែករំលែកព័ត៌មានពិតដូចថានៅក្នុងប្រទេសកម្ពុជាវាស្ថិតនៅក្នុងស្ថានភាពបែបណាយើងអាចធ្វើអីបានខ្ញុំគិតថាខ្លួនឯងធ្វើបានតែបន្តិចតាមពិតយុវជននៅក្រៅប្រទេសនេះអាចជួយពលរដ្ឋខ្មែរបានច្រើនមែនទែនចូលចិត្តបាតកម្មហ្មងអូយសាហាវមែនទែនសុខញ៉ាំ Come on warriors standing tall and proud voices like thunder defying every cloud fighting for tomorrow they shout out loud in the name of freedom they gather as a crowdសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំបាទប៊ុនរងនៅក្នុង My Future Podcast ហើយក្នុងអាទិត្យនេះយើងរៀនផ្លាយបន្តិចឯងដែលខ្ញុំបានប្រាប់បងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមានសុកនីនដែលជាយុវជនម្នាក់សកម្មមែនតើឥឡូវនេះដើម្បីឲ្យបងប្អូនបានស្គាល់គាត់ចង់ឲ្យគាត់ណែនាំបន្តិចថាថ្ងៃនេះគាត់ចូលមក My Future Podcast គាត់ជានរណាចាថ្ងៃនេះខ្ញុំមានសម្ដែងមែនទេដែលដែរបានអង្គុយនិយាយលេងជាមួយបងបណ្ដងដូចថ្ងៃនេះហេអញ្ចឹងថ្ងៃនេះថ្ងៃល្អខ្ញុំមែនទេខ្ញុំសុកនីនជាយុវជននៅប្រទេសសហរដ្ឋអាមេរិកខ្ញុំមកធំធាត់នៅអាមេរិកហើយថ្ងៃនេះខ្ញុំបានមកជជែកគ្នាជាមួយបងបណ្ដងបាទសូមអរគុណមែនតើហើយថ្ងៃនេះយើងមកជជែកគ្នាពីរនាក់ហ្នឹងក៏យើងមិនអត់មានប្រធានបទដែរមែនសុកនីនគាត់បានប្រាប់ខ្ញុំមុនហើយខ្ញុំក៏ដឹងប្រធានបទដែរសុកនីនថាគាត់ចង់និយាយមែនតើរឿងតាក់ទងនឹងចូលឆ្នាំខ្មែរព្រោះនៅពេលដែលយើង post podcast នេះគឺចិត្តដល់ចូលឆ្នាំខ្មែរល្មមចាខែ4ដែលបងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិកចាប់ដើមប្រតិបត្តិឬមួយក៏ចាប់ដើមប្រារព្ធពិធីហ្នឹងតាមរដ្ឋនីមួយៗឯងអត់ចង់ឲ្យសុកនីននិយាយទូទៅតិចមើលតើសុកនីនចង់និយាយពីអីគេចូលឆ្នាំខ្មែរហ្នឹងសម្រាប់ខ្ញុំខែ4ចូលឆ្នាំខ្មែរហ្នឹងគឺមានអារម្មណ៍ថា special មែនទែនហើយគឺដូចថាខ្ញុំមានអារម្មណ៍ថាខ្ញុំនៅប្រទេសខ្មែរទោះខ្ញុំនៅប្រទេសអាមេរិកនៅសហរដ្ឋអាមេរិកបដោយពីព្រោះខ្ញុំឃើញខ្មែរច្រើនមែនទែនទូទាំងរដ្ឋទូទាំងដូចថារដ្ឋណាមានខ្មែរគឺមានការរៀប celebrate ខ្មែរ New Year នៅហ្នឹងហ្មងដូចជារដ្ឋខ្ញុំឃើញមានអ៊ំពូមីងទៅជុំគ្នានៅវត្តឃើញខ្ញុំគ្រួសារខ្មែរផ្សេងទៀតស្លៀកពាក់ខោអាវវត្តហើយពេលខ្ញុំឃើញពេលខ្ញុំស្លៀកពាក់ខោអាវវប្បធម៌ខ្មែរមានអារម្មណ៍អីដែរសប្បាយមែនទេសប្បាយមានអារម្មណ៍ថាខ្ញុំជួបស្ត្រីខ្ញុំប្រុសអត់អីទេតែពេលស្ត្រីគាត់ថាពេលដែលគាត់ស្លៀកពាក់ហូលប្រមុំគាត់រៀងហប់ថប់ដង្ហើមដែរបាក់ដកដង្ហើមបន្តិចប៉ុន្តែសប្បាយនឹងការស្លៀកពាក់ហើយមានអារម្មណ៍ថាខ្មែរមែនទេមានអារម្មណ៍ថាពេលខ្ញុំខ្មែរសុទ្ធសាធហ្មងប៉ុន្តែពេលចូលឆ្នាំខ្មែររាល់ឆ្នាំពេលខ្ញុំបានស្លៀកពាក់ហូលប្រមួងខ្មែរមានអារម្មណ៍ថាខ្ញុំនៅប្រទេសខ្មែរហើយដល់ពេលយើងទៅវត្តឃើញមានដាក់បាតមានវប្បធម៌ខ្មែរអ៊ំពូមីងហើយមានជាពិសេសមានកម្មវិធីលេងសប្បាយប្រជាប្រិយដូចថាស្វាតរាមសឹកជែកទាញព្រាត់បោះហូបឆ្ងាញ់ហីហើយកុំភ្លេចម្ហូបចង់សោកស័យម្ហូបទេអត់ទេកុំភ្លេចម្ហូបឆ្ងាញ់ជាពិសេសហ្មងមានប្រហុកខ្ទិះមានអីគឺសប្បាយរីករាយនឹងចូលឆ្នាំខ្មែររាល់ឆ្នាំដឹងហើយសុកនីនបកលេខមើលយើងនៅសហរដ្ឋអាមេរិកនេះទោះយើងនៅប្រទេសនេះបើថាវិសេរីយើងប្រតិបត្តិសាសនារបស់យើងទៅវត្តក្នុងពេលចូលឆ្នាំហ្នឹងគឺយើងសប្បាយរីករាយប៉ុន្តែទន្ទឹមនឹងនេះបងប្អូនដឹងស្រាប់ហើយពួកយើងពីរនាក់គឺធ្វើកិច្ចការងារសង្គមដែរតែពេលសុកនីនកលេខទៅមើលបុណ្យចូលឆ្នាំខ្មែរមកសុកនីនគិតថាពលរដ្ឋយើងគាត់អាចសប្បាយចិត្តឬមួយក៏មិនហើយប្រប្រៀបធៀបជាមួយសុកនីនឯងថាសុកនីននៅអាមេរិកនេះរបៀបចូលឆ្នាំមិនហើយមើលទៅក្នុងស្រុកខ្មែររបៀបមិនបងអាចប្រាប់បាននៅពេលថាបុណ្យចូលឆ្នាំខ្មែរនៅខ្មែរវាមិនព្រោះបងធំធាត់នៅខ្មែរឡើង27ឆ្នាំចាអ្វីដែលខ្ញុំឃើញគឺដូចខ្ញុំនិយាយប្រាប់បងមិញអញ្ចឹងពេលខែ4រាល់ឆ្នាំគឺខ្ញុំមានភាពសប្បាយប៉ុន្តែអ្វីដែលខ្ញុំឃើញសង្កេតឃើញនៅប្រទេសកម្ពុជាអ្នកខ្លះគាត់មានការសប្បាយរីករាយជួបជុំបងប្អូនប៉ុន្តែអ្វីដែលខ្ញុំឃើញម្យ៉ាងទៀតគឺអ្នកខ្លះគាត់អាចសប្បាយរីករាយជួបជុំបងប្អូនដូចដែលខ្ញុំនិយាយប្រាប់បងមិញដោយសារតែទី1គាត់អត់មានថវិកាជួបជុំគ្រួសារដោយសារគាត់ធ្វើការងារហត់នឿយហើយគឺថវិកាគាត់តិចមែនទេដែលគាត់មិនអាចបើគាត់នៅក្រុងគាត់ត្រូវទៅខេត្តគាត់អាចជិះឡានជិះសហុយឡានទៅខេត្តទៅជួបជុំគ្រួសារសប្បាយរីករាយអញ្ចឹងកន្លែងហ្នឹងខ្ញុំឃើញថាប្រជាពលរដ្ឋខ្មែរខ្លះនៅស្រុកខ្មែរគឺគាត់អ
អត់អាចរីករាយនឹងប្រពៃណី celebration នឹងបានហើយមួយទៀតគឺខ្ញុំឃើញមួយទៀតគឺការធ្វើដំណើរគឺនិយាយរួមគឺថា accident នៅណាគឺមានអ្នក ចូលឆ្នាំហ្នឹងច្រើនបងសង្កេតឃើញឃើញទាំងខ្មែរទាំងចាស់ទាំងក្មេងគឺគាត់ដើរលេងសប្បាយហើយគាត់គួរតែដើរលេងសប្បាយពីព្រោះគាត់ជួបជុំបងប្អូនមកយូរម្ដងប៉ុន្តែដល់ពេលដើរលេងសប្បាយហើយដូចថាអត់មានការគោរពសិទ្ធិគ្នាទៅវិញទៅមកអត់មានការគោរពច្បាប់ភ្លើងក្រហមក៏ទៅមេប៉ូលីសភ្លើងក្រហមក៏ទៅចឹងហើយដូចថាមានគ្រោះថ្នាក់ច្រើនណាស់ហើយគ្រោះថ្នាក់ស្រុកខ្មែរគឺដូចថាធ្ងន់ធ្ងរមែនតើអញ្ចឹងកន្លែងពីរហ្នឹងដែលខ្ញុំឃើញថាទោះបីវប្បធម៌យើងសប្បាយមែនប៉ុន្តែអ្វីដែលខ្ញុំឃើញដែលមិនសប្បាយគឺពីរចំណុចហ្នឹងនៅប្រទេសស្រុកខ្មែរយាយចង់ចែករំលែកប្រាប់បងប្អូនដែរថាចូលឆ្នាំនៅសហរដ្ឋអាមេរិកជួនកាលមួយខែពេញមែនជួនកាលបងមួយខែពេញនឹងរហូតមកពេញពួកអីនៅតំបន់ខ្លះគាត់ត្រូវធ្វើថ្ងៃនេះនៅធ្វើនៅទឹកនេះជួនកាលគាត់ធ្វើមុនចូលឆ្នាំនៅស្រុកខ្មែរទៀតហើយដោយសារតែពួកយើងនៅអាមេរិកគឺធ្វើការថ្ងៃច័ន្ទដល់ថ្ងៃសុក្រអញ្ចឹងទោះបីថ្ងៃចូលឆ្នាំយើងថ្ងៃពុធដល់ថ្ងៃពហុយើងអាចទៅបានទេអញ្ចឹងវត្តនីមួយគាត់ធ្វើថ្ងៃសៅរ៍អាទិត្យហើយវត្តខ្លះធ្វើមុនទៅដើម្បីកុំឲ្យជន់គ្នាដល់ពេលវត្តខ្លះទៀតសុខចិត្តធ្វើក្រោយបុណ្យចូលឆ្នាំនៅស្រុកខ្មែរវត្តខ្លះក៏បានធ្វើចំល្អដែរនៅក្នុងអាទិត្យនៃខែចូលឆ្នាំហ្នឹងមកថ្ងៃច័ន្ទដល់ថ្ងៃសុក្រវត្តគាត់ធ្វើប៉ុន្តែគ្រាន់តែអត់មានប្រជាជនទៅដូចថាវត្តមានតែលោកហើយនឹងអ៊ំចាស់ដែលគាត់នៅវត្តហ្នឹងប៉ុន្តែភាគច្រើនថ្ងៃសៅរ៍ថ្ងៃអាទិត្យនោះគឺវត្តណែនហ្មងបាទឥឡូវចំណុចសំខាន់មួយទៀតចង់ឲ្យសុកនីនជជែកថាប្រាប់បងប្អូនថាតើសុកនីនមកចែករំលែកហ្នឹងរឿងបុណ្យចូលឆ្នាំហ្នឹងតើចង់ឲ្យយុវជនយើងធ្វើអីសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាយុវជនផ្ទាល់ខ្ញុំចង់ឃើញយុវជនផ្សេងទៀតច្រើនទៀតនៅក្នុងសហរដ្ឋអាមេរិកជាពិសេសចូលរួម celebrate and share say preserve that culture ហើយចូលឆ្នាំខ្មែរគឺពិសេសមែនទែនហើយមិនមែនដូចថាពេលខ្លះគាត់អត់សូវស្គាល់វត្តគាត់ថាអូយទៅវត្តស្ដាប់លោកចុកជើងអត់ចេះអង្គុយបាត់ជើងឬក៏ពេលភ្នែនប៉ុន្តែទៅវត្តមិនមែនត្រឹមយើងទៅសំពះលោកដែរប៉ុន្តែយើងទៅដាក់បាតទៅជួបអ៊ំពូមីងជាពិសេសដូចបងឯងនិយាយចឹងទៅញ៉ាំម្ហូបឆ្ងាញ់មែនទែនហើយលេងល្បែងប្រជាប្រិយគឺសប្បាយមែនទែនហ្មងហើយដូចថាពេលខ្លះគាត់ថាអើយចាស់ទុំខ្លះគាត់ថានឹកស្រុកនឹកផ្ទះចូលឆ្នាំអត់បានទៅប្រទេសកម្ពុជាប៉ុន្តែមិនបាច់ជាយន្តហោះ20-30ម៉ោងឯងបងទៅវត្តចិត្តហ្នឹងគឺឃើញដូចថាមានអារម្មណ៍នៅប្រទេសកម្ពុជាហ្មងអញ្ចឹងខ្ញុំចង់ឲ្យយុវជននៅប្រទេសអាមេរិកហ្នឹងទៅវត្តដើម្បីទី1សំណះសំណាលជាមួយអ៊ំពូមីងឲ្យស្គាល់វប្បធម៌យើងទី2ទៅញ៉ាំម្ហូបខ្មែរដែលឆ្ងាញ់មែនទែនទី3ទៅឲ្យសប្បាយទៅលេងប្រជាgame traditional game ហ្នឹងដើម្បីយើង share ភាពសប្បាយរីករាយហើយតែយើងទៅជួបគ្នាអញ្ចឹងគឺមានការណែនាំការ friendship ឬក៏ស្គាល់អ្នកផ្សេងទៀតហើយពេលយើងស្គាល់អញ្ចឹងមានតែភាពសប្បាយហើយនឹងគេថា build your network បងយើងស្គាល់សមាគមខ្មែរយើងកាន់តែច្រើនទៀតហើយឆ្នាំនេះយើងទៅស្គាល់2នាក់ឆ្នាំក្រោយ2នាក់ទៀតយូរទៅគឺដូចថាគ្រួសារតែមួយហ្មងពេលយើងស្គាល់គ្នាច្រើនអញ្ចឹងសុកនីនគិតថានៅពេលដែលគាត់ស្គាល់អញ្ចឹងហើយគាត់ស្គាល់សមាគមស្គាល់សហគមន៍ខ្មែរយើងហើយតើវាមានផលប្រយោជន៍អីបន្ទាប់ទៅមុខទៀតពេលដែលយើងមានសមាគមខ្មែរដែល strong community យើងអាចមានប្រយោជន៍ច្រើនបងបាទប្រយោជន៍តិចតួចដែលយើងអាចគិតបានដូចថាឥឡូវបើត្រូវការអីខ្ញុំអាចជួយបើឈឺបើស្កាត់អីយើងអាចជួយគ្នាទៅវិញទៅមកប៉ុន្តែអ្វីមួយទៀតគឺពេលដែលយើងមាន common goal ហើយ share mission យើងអាចតទៅមុខទៀតបានឥឡូវដូចសម្រាប់ខ្ញុំនៅរដ្ឋខ្ញុំអ្វីដែលពួកខ្ញុំសមាគមខ្មែរចង់ឃើញគឺជួយខ្មែរនៅក្នុងស្រុកអញ្ចឹងអ៊ំខ្លះគាត់ជួយដោយដូចថាបើសិនជាគាត់ចែករំលែកខាង charity អញ្ចឹងពេលដែលថាគាត់ឃើញមានក្មេងកំព្រាក្មេងអីគាត់អាចរៀនរៃអង្គាសលុយជួយឬក៏ដូចខ្ញុំទៅបាតកម្មខ្ញុំចូលចិត្តបាតកម្មហ្មងចូលចិត្តទៅបាតកម្មអូយសាហាវមែនតើសុកញ៉ាំល្អព្រោះអាហ្នឹងយើងបង្ហាញពីភាពសកម្មរបស់យើងជាយុវជនហើយយុវជនគាត់មានកំណត់ច្រើនណាអ្នកខ្លះចូលចិត្តយក entertainment ដើម្បីចូលរួមជួយប្រទេសកម្ពុជាគាត់ចូលចិត្ត social media អ្នកខ្លះចូលចិត្តបង្ហាញធ្វើ podcast អញ្ចឹងដូចពួកយើងអញ្ចឹងអ្នកខ្លះគាត់ចូលចិត្តធ្វើជា
ដូចទៅសេព័ត៌មានអីដើម្បីជួយប្រទេសកម្ពុជាយើងគ្រប់មួយវិញទៀតចង់ឲ្យសុកនិនរៀងស៊ូរៀងបច្ចេកបដោយតិចប៉ុន្តែចង់ឲ្យសុកនិនបកស្រាយថានៅពេលដែលសុកនិនមិនធំនៅស្រុកនេះតែសុកនិនកើតនៅប្រទេសកម្ពុជាតាមមកស្គាល់ហើយសុកនិនធំនៅនេះសុកនិនអាចនិយាយពីទម្លាប់យុវជនខ្មែរយើងឬមួយក៏ទម្លាប់ដែលសុកនិនឯងបានជួបពី high school ពី college បានទេទម្លាប់ទាំងខ្មែរផ្សេងខ្មែរក៏ដោយបរទេសក៏ដោយតែគាត់មានទម្លាប់មិនក្នុងការចូលរួមក្នុងកិច្ចការងារសង្គមហ្នឹងទី1គឺខាងអ្វីដែលខ្ញុំឃើញនៅប្រទេសសហរដ្ឋអាមេរិកគឺគាត់ចូលរួមកិច្ចការសង្គមតាំងពីក្មេងពីព្រោះដោយសាររៀននៅក្នុងឋានៈប្រទេសខ្មែរយើងរៀនម៉ោងប៉ុន្មានបងម៉ោង7ដល់ម៉ោង10ចេញហើយ2 10ឬមួយក៏1ចេញម៉ោង5អីចឹងទៅបាទប៉ុន្តែនៅនេះយើងរៀនមួយថ្ងៃវោះងាកមកយើងចូលម៉ោង7ជាងហើយយើងចេញម៉ោង3ម៉ោង4អញ្ចឹងយើង spend time ច្រើនមែនទេនៅសាលាហើយមួយថ្ងៃមួយអាទិត្យ5ថ្ងៃអញ្ចឹងពេលយើងទៅរៀនគឺគេក្នុង curriculum ហ្នឹងគឺគេបង្ហាត់បង្រៀនឲ្យយុវជនស្គាល់ society ស្គាល់ថា government យើងនឹងប្រទេសយើងនឹងធ្វើរបៀបម៉េចយើងចូលរួមនយោបាយរបៀបម៉េចសង្គមរបៀបម៉េចចឹងហើយយុវជនចាប់ផ្ដើមតាំងពីថ្នាក់ទី7ទី8បងគឺគេចូលរួមបើមិនមានសកម្មភាពក៏គេចូលរួមខាងគិតខាងដូចថា get to know society get to know about your government your local government your បានថានឹងរត់គេបង្រៀនហ្មងគឺ requirement បងបាទហើយយើងអាចកិច្ចបានទេគឺ requirement លុះត្រាណាតែយើង18ឆ្នាំពេលយើងអាច18ឆ្នាំយើងអាចមានសិទ្ធថាពីព្រោះយើង18ឆ្នាំយើង adult ហើយអញ្ចឹងយើងចង់ឈប់រៀនបានប៉ុន្តែបើអ្នកឯងក្រោមអាយុ18ឆ្នាំអ្នកឯងត្រូវតែរៀនអញ្ចឹងដល់ពេលគេបណ្ដុះបណ្ដាលយុវជនតាំងពីថ្នាក់ទី7ទី8អញ្ចឹងពេលគាត់ដល់ high school គាត់ចាប់ផ្ដើមគិតដែរដល់ពេលគាត់ទៅរៀន college គាត់អាចនិយាយថាខ្ញុំចង់ទៅរៀន political science ឬក៏ខ្ញុំចង់រៀនពេទ្យរៀនអីក៏ដោយប៉ុន្តែគឺដល់ពេលហ្នឹងគឺគាត់មានសកម្មភាពហើយខ្ញុំធ្លាប់កាលពីខ្ញុំរៀនថ្នាក់ទី10ទី11ខ្ញុំឃើញមានមិត្តភ័ក្តិតែកាលហ្នឹងខ្ញុំអត់ដែរខ្វាយខ្វល់ព្រោះយើងដូចតែនិយាយថាយើងអត់តន់គិតទេអត់តន់ដែរសម្រាប់ខ្ញុំអត់តន់គិតទេដល់ហ្នឹងប៉ុន្តែខ្ញុំធ្លាប់មានមិត្តភ័ក្តិច្រើនអ្នកដែរដែលគាត់ទៅបាតកម្មដែលគាត់ចូលរួមហើយមិត្តភ័ក្តិខ្ញុំខ្លះគាត់សាសផ្សេងដូចខ្ញុំសាសខ្មែរខ្ញុំមាន Arabic ខ្ញុំមានសាសផ្សេងទៀតហើយខ្ញុំធ្លាប់ឃើញគាត់ចូលរួមបាតកម្មអញ្ចឹងនៅខ្ញុំមានអារម្មណ៍ថាយុវជននៅនេះគាត់មានសកម្មភាពក្នុងការចូលរួម express their voice express make their voice heard ទៅចូលរួមបាតកម្មឬក៏ពេលខ្លះគាត់ទៅចូលរួមដូចថា town halls គាត់ទៅចូលរួម government local government គាត់ហ្នឹងណាទៅ meeting ទៅពិភាក្សាជាមួយគ្នាជាមួយគេហ្មងបាទហើយចុះឥឡូវវាតកតងនឹងចូលឆ្នាំយើងដែរយុវជនខ្លះគាត់ទៅតែចូលឆ្នាំទេប៉ុន្តែគាត់អាចនឹងគិតថាគាត់បានជួយប្រទេសកម្ពុជាហើយទីមួយគាត់បានរំលឹកវប្បធម៌គាត់បានរក្សាវប្បធម៌ប៉ុន្តែគាត់បានចូលរួមដឹងពីសង្គមយើងសោះសុកនាងគិតយ៉ាងម៉េចដែរចំពោះចំណុចហ្នឹងអ្នកខ្លះដូចនិយាយថាចេះខ្ញុំទៅវត្តខ្ញុំគោរពព្រះពុទ្ធសាសនាខ្ញុំ represent Cambodia អញ្ចឹងណាខ្ញុំមានទង់ជាតិខ្មែរនៅទីហោហើយប៉ុន្តែពេលដែលរឿងសង្គមរឿងខ្មែរយើងកើតឡើងគាត់អត់សូវដឹងតើសុកនាងគិតថាហ្នឹងវាយ៉ាងម៉េចដែរសុកនាងខ្ញុំគិតថាបើសិនជាយើងដូចថាខ្ញុំហើយបងទៅថាយើងជាពលរដ្ឋខ្មែរយើងជាយុវជនខ្មែរវាជាទូនាទីសម្រាប់យើងហើយដែលត្រូវតែគិតរឿងប្រទេសជាតិទាំងក្នុងស្រុកទាំងក្រៅស្រុកជាពិសេសពេលយើងនៅក្រៅស្រុកព្រោះយើងដឹងហើយនៅក្នុងស្រុកយើងអាចនិយាយបានវាអត់មាន freedom ហ្មងអញ្ចឹងយើងត្រូវតែធ្វើសម្លេងខ្ញុំតែងតែនិយាយពេលខ្ញុំទៅបាតកម្មពេលខ្ញុំធ្វើអីខ្ញុំតែងតែនិយាយថាយើងនៅក្រៅស្រុកត្រូវតែធ្វើសម្លេងសម្រាប់យុវជនសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកអញ្ចឹងវាល្អហើយដែលគាត់ថាអូខ្ញុំទៅចូលរួមខ្ញុំទៅចូលរួម celebration ខ្មែរខ្ញុំទៅស្ដាប់លោកទៅស្ដាប់អីប៉ុន្តែយើងត្រូវតែបោះជំហានទៅមុខមួយទៀតតើresponsibility ហើយ duty ថាជាយុវជនខ្មែរយើងត្រូវធ្វើអីហើយចំណុចមួយសំខាន់គឺយើងត្រូវតែមានចូលរួមសកម្មភាពខាងនយោបាយហើយនិងសង្គមបាទហើយដល់ពេលសុកនិនសងៃហ្នឹងសុកនិនបានចូលរួមដោយផ្ទាល់ហើយតាមខ្ញុំស្គាល់មិនចឹងខ្ញុំបានស្គាល់សុកនិនច្រើនមែនតើដល់ពេលសុកនិនមានអារម្មណ៍មិនដែរភ័យខ្លាចអត់ឬមួយក៏មានមោទនភាពអីចឹងខ្ញុំចង់ដឹងអារម្មណ៍ហ្នឹងសុកនិនពាក្យដែលខ្ញុំអាចប្រើសម្រាប់អារម្មណ៍ខ្ញុំមួយគឺសប្បាយរីករាយ
សប្បាយរីករាយមែនទែនដែលបាន ស្គាល់បងប្អូនខ្មែរគ្រប់រដ្ឋ បងប្អូនខ្មែរគ្រប់រដ្ឋហើយដូចថាពេលដូចថាមាននិស្ស័យមែនទែនបងអ្នកប្រជាធិបតេយ្យទោះបីយើងមិនដែលជួបគ្នាពីមុនមកប៉ុន្តែទៅណាមកណាជំរាបសួរអ៊ំជំរាបសួរពូហើយ អត់ជំរាបសួរមីងទេ ជំរាបសួរមីងជំរាបសួរបង Yeah ជំរាបសួរបងអូនទាំងអស់ប៉ុន្តែចង់និយាយថា before you know it យើងមានអារម្មណ៍ថា you building a community ហើយពេលទៅណាមកណាគឺខ្ញុំមានអារម្មណ៍ថាភាពកក់ក្ដៅហើយមិនមែនត្រឹមតែភាពកក់ក្ដៅខ្ញុំមានអារម្មណ៍ទី1កក់ក្ដៅទី2មានអារម្មណ៍ស្វាគមន៍ជាមួយគាត់ស្វាគមន៍លើកស្ទួយយុវជនមែនទែនហើយទី3ខ្ញុំបានធ្វើការខ្ញុំបានធ្វើកិច្ចការមួយក្នុងនាមជាយុវជនខ្មែរអញ្ចឹងទោះបីយើងទៅជួបអង្គការទូតក៏ដោយយើងទៅជួបអង្គការបរទេសយើងទៅបាតកម្មជាពិសេសទៅបាតកម្មសប្បាយមែនទេបងសប្បាយនឹងរឿងបាតកម្មសប្បាយរឿងអីទៅពេលបាតកម្មសប្បាយរឿងអីកេនបាតកម្មយើងកើតទុកតែយើងសប្បាយនឹងអីសប្បាយនឹងហូរហើយសប្បាយដូចថាយើងចេះយើងដើរតែពិតយើងសប្បាយនឹងថាយើងឈឺចាប់នឹងអីយើងបញ្ចេញអាហ្នឹងអស់យើងបានសប្បាយនឹងការបញ្ចេញសប្បាយនឹងការបញ្ចេញហើយខ្ញុំមានអារម្មណ៍ថា my voice is heard ពេលដែលខ្ញុំទៅធ្វើបាតកម្មហើយសប្បាយជាងគេគឺបាតកម្មហើយមកហូប buffet មកហូប buffet មានសាឡងមកជូរមិនដែរខ្វះសាឡងមកជូរហើយសាច់សាច់ទាអាំងសាច់ទាអាំងលយមែនទាអាំងហើយពងមាន់ពងហើយនឹងបុកល្ហុងមិនដែរខ្វះហើយមកហូបនឹងហើយពេលយើងបាតកម្មហើយយើងធ្វើកិច្ចការបានមួយចំណុចហើយយើងបានជួបជុំគ្នាហើយយើងបានដូចថាមានភាពសប្បាយជាមួយគ្នាចឹងហើយដែលខ្ញុំតែងតែនិយាយថាបើយុវជនណាឬក៏អ្នកណាចង់ចូលរួមសង្គមប៉ុន្តែអត់ទាន់ដឹងថាគួរដើរផ្លូវណាឬក៏ទៅបាតកម្មចំណុចហ្នឹងគឺសំខាន់មែនតើចង់ឲ្យសុកនីនប្រាប់ពេលហ្នឹងតែប៉ិតទៅវត្តគាត់មាន connection មួយឯងប៉ុន្តែគាត់អត់ដឹងដូចសុកនីនបាននិយាយចំណុចមួយគឺខ្ញុំល្អមែនតើខ្ញុំចាប់អារម្មណ៍គឺសុកនីននិយាយថាយើងទៅវត្តយើងសប្បាយយើងយើងគោរពប្រពៃណីយើងទៅវត្តហ្នឹងវាជាចំណុចមួយប៉ុន្តែយើងចង់បោះជំហានមួយទៀតអាហ្នឹងបានន័យថាយើងត្រូវធ្វើអីមួយទៀតសម្រាប់កម្ពុជារបស់យើងព្រោះការរំលឹកដល់ពុទ្ធសាសនាការរំលឹកដល់វប្បធម៌យើងជាការការពារជាតិមួយឯងប៉ុន្តែការការពារជាតិមួយទៀតដែលធំធេងមែនតើនោះគឺការការពារសិទ្ធិរបស់ពលរដ្ឋយើងសប្ងៃការពារទឹកដីរបស់យើងនៅក្នុងប្រទេសកម្ពុជាបើយើងអត់មានប្រទេសជាតិយើងមានវត្តណាទៅមើលទៅចូលរួមសប្ងៃអញ្ចឹងដូចយើងប្រតិបត្តិនៅសហរដ្ឋអាមេរិកវាមិនសប្បាយដូចយើងនៅខ្មែរហ្មងមែនទេតាមពិតយើងនៅនេះពីព្រោះគេមានពាក្យអង់គ្លេសបង there's no place like home Oh my god យ៉ាអានឹងល្អមែនតើអូគាត់និយាយខ្ញុំនឹកសុខកណ្ដាលខ្ញុំបាត់ហើយប៉ុន្តែចង់ឲ្យបងប្អូនយល់អញ្ចឹងដូចសុកនីនគាត់បាននិយាយអញ្ចឹងណាវាលើសពីមួយចំណុចទៀតដែលធំតែយើងរំលឹកពីវប្បធម៌យើងរំលឹកពីសាសនាយើងរំលឹកពីម្ហូបរបស់យើងគឺយើងបោះជំហានទៅមួយទៀតគឺយើងធ្វើការងារដើម្បីជាតិអញ្ចឹងចង់ឲ្យសុកនីននិយាយពីចំណុចនេះបន្តិចសម្រាប់ចាប់ដើមយុវជនមួយចំនួនជួនកាលគាត់អាចឃើញពួកយើងនៅលើ social media បានន័យថាបណ្ដាញសង្គមប៉ុន្តែគាត់អត់ដឹងថាបើខ្ញុំចង់ចូលរួមឲ្យបងបំរុងខ្ញុំត្រូវធ្វើម៉េចខ្ញុំចង់ចូលរួមមួយសុកនីនត្រូវធ្វើម៉េចឥឡូវសុកនីនប្រាប់តិចមើលសុកនីនដំបូងសុកនីនធ្វើម៉េចដំបូងបំផុត share experience ខ្ញុំបងដំបូងបំផុតខ្ញុំដើរតាមប៉ាម៉ាក់ហើយដើរតាមប៉ាម៉ាក់ដោយសារតែម្ហូបខ្មែរអូចឹងទៅដោយសារតែម្ហូបខ្មែរពីព្រោះគាត់ចូលប៉ាម៉ាក់គាត់ចាប់ផ្ដើមដើរកម្មវិធីជាមួយអ៊ំពូមីងសមាគមខ្មែរយើងហ្នឹងហើយខ្ញុំដើរទៅតាមគាត់ពីព្រោះតែម្ហូបខ្មែរខ្ញុំចូលចិត្តម្ហូបខ្មែរមែនទេប៉ុន្តែដល់ពេលខ្ញុំដើរទៅខ្ញុំបាននិយាយជាមួយអ៊ំពូមីងហើយគាត់តែងតែប្រាប់ថាអូយក្មួយអើយអ៊ំមកតាំងពីចិត្តជាងតាំងពីប៉ែកជាងវាវេទនាមូលហេតុនេះខាងពោពោតគេសម្លាប់ឪពុកម្ដាយគ្រួសារមីងពូអស់ហើយមានតែប្អូន2នាក់3នាក់ឬក៏ពេលអ្នកអ៊ំខ្លះទៀតគាត់មានតែតឯងគាត់មករស់នៅសហរដ្ឋអាមេរិកប៉ុន្តែគាត់ដូចថា build a dream American dream build resettle នៅសហរដ្ឋអាមេរិកពេលខ្ញុំឮចឹងទៅចាប់ផ្ដើមមកខ្ញុំគិតថាតើប្រទេសកម្ពុជាកំពុងតែជួបរឿងអីហើយខ្ញុំចាប់ផ្ដើមគិតហើយ pay attention ទៅប្រទេសកម្ពុជាហើយដល់ពេលខ្ញុំ pay attention ទៅមានឃើញថាប្រជាពលរដ្ឋស្រែកមានការជួយមែនទែនគាត់គ្មានសិទ្ធិនឹងនិយាយគាត់គ្មានសិទ្ធិនឹងexpress their voice express their freedom ហើយជាភាសាអ្វីដែលចាប់អារម្មណ៍ឲ្យខ្ញុំចាប់អារម្មណ៍មុនគេគឺការរំលោភយកដីប្រជាពលរដ្ឋឃើញគាត់វេទនាមែនទែនគឺការអង្គរវត្តដែលគេមានប្រជាពលរដ្ឋច្រើនមែនទែនដែលបាត់បង់ដីហើយជាពិសេសក្មេងៗពេលដែលគាត់បាត់បង់ដីម៉ែឪគ្មានលទ្ធភាពឲ្យគាត់ទៅរៀនណាក្មេងៗអាយុ10 10ឆ្នាំបងហើយឲ្យគ្នាមកធ្វើកិច្ចការ
លក់ដូរលក់អីវ៉ាន់ដែលគ្នាពេលហ្នឹងគួរតែទៅរៀនពីព្រោះអាកាពេលហ្នឹងគឺ very important for their development so យើងគាត់ត្រូវតែចូលរៀនគាត់គួរតែមានការរៀនសូត្រច្រើនមែនទែនប៉ុន្តែដោយសារតែជីវភាពគ្រួសារគាត់ត្រូវតែមកធ្វើកិច្ចការអញ្ចឹងហើយកន្លែងហ្នឹងហើយដែលចាប់ផ្ដើមមកខ្ញុំគិតហើយខ្ញុំដើរតាមខ្ញុំតាក់ទងមកមិនរងរហូតយ៉ាដោយសារជួបគ្នាពេលដែលពួកបងមកដំបងរៀងអាសហរដ្ឋអាមេរិករៀងដូចថាអូមានជនភៀសខ្លួនដោយសារនយោបាយមកទៀតហើយក៏សុខឃើញសុកនិនក៏ខ្ញុំចេះឆ្ងល់ហើយចេះតែទាខ្ញុំរហូតអត់ទេខ្ញុំចេះឆ្ងល់តែមិនបងចេះសុកនិនខ្ញុំចេះឆ្ងល់ថាចុះអ្នកមកជួបខ្ញុំភាគច្រើនសិតចាស់ហើយមិនចឹងចាស់តែថាជុំពីនេះកូនក្មេងមិនចាប់អារម្មណ៍រឿងអញ្ចឹងប៉ុន្តែចុងក្រោយគឺដូចថាមាននិស័យដែរក៏សុកនិនចាប់ដើមចូលរួមបន្តិចម្ដងទៅតាមពិតអាហ្នឹងចង់ឲ្យបងប្អូនយកចិត្តទុកដាក់ចេះបើសិនជាយើងមាននិស័យក្នុងការជួយប្រទេសជាតិរបស់យើងហើយយើងកុំបោះបង់កុំមើលរំលងចំណុចបន្តិចបន្តួចហ្នឹងណាហើយយើងមិនចាំបាច់ដូចថាដំបូងខ្ញុំត្រូវតែធ្វើធំអីទេគ្រាន់តែទៅដូចថាយើងមានកម្មវិធីចូលរួមជួបជុំគ្នាទៅជាមួយគាត់ទៅជួបជុំហើយយើងមិនបាច់ថាខ្ញុំពេលខ្ញុំទៅខ្ញុំដឹងថាត្រូវនិយាយអីបើអត់ទាន់យល់បើអត់ប៉ុន្តែចង់ដឹងទៅស្ដាប់ពួកគាត់យើងបាញ់និយាយអីទៅស្ដាប់ពួកគាត់ស្ដាប់រឿងគាត់ហើយយកមកគិតពិចារណាខ្លួនឯងហើយyou don't have to do big just one step at a time and you will be productive and you will make a difference ហ្នឹងគឺជារឿងសំខាន់មួយដែលឃើញយុវជនយើងមួយចំនួនពេលខ្លះគាត់ពិបាកក្នុងការចូលរួមយុវជនដែលធំធាត់ដោយសុកនិននៅសហរដ្ឋអាមេរិកនេះគាត់ពិបាកមែនតើអញ្ចឹងថ្ងៃនេះបានសុកនិនហើយខ្ញុំសុំកាត់បងមួយទៀតអត់អីបាទអញ្ជើញពេលខ្ញុំចូលដំបូងខ្ញុំពិបាកភាសាមែនទែនដោយសារខ្ញុំអត់សូវចេះខ្មែរដូចខ្ញុំឥឡូវទេចាប៉ុន្តែដល់ពេលខ្ញុំចូលរួមសកម្មភាពចេះស្ទាត់ហើយដូចថាអំពូមីងដូចខ្ញុំនិយាយជាមួយបងអញ្ចឹងខ្ញុំចេះពាក្យថ្មីចឹងតែខ្ញុំចេះមានអារម្មណ៍ថាខ្មែរខ្ញុំនិយាយភាសាខ្មែរបានច្រើនជាងមុនឥឡូវបាទល្អមែនតើហើយអញ្ចឹងចង់ឲ្យយុវជនមួយចំនួនទៀតគាត់ចេះតែចង់ឲ្យចូលរួមមកព្រោះក៏មានការភ័យខ្លាចសុកនិនក៏បាននិយាយដែរថាយើងនៅក្រៅប្រទេសគឺជាសម្លេងមួយដ៏សំខាន់សម្រាប់យុវជននៅក្នុងប្រទេសកម្ពុជាអញ្ចឹងកុំគិតថាយើងអាចធ្វើអីបានកុំគិតថាខ្លួនឯងធ្វើបានតែបន្តិចតាមពិតយុវជននៅក្រៅប្រទេសនេះអាចជួយពលរដ្ឋខ្មែរបានច្រើនមែនទែនដោយដូចសុកនិនអញ្ចឹងសុកនិនទៅជួបសមាជិករដ្ឋសភាសមាជិកព្រឹទ្ធសភាសុកនិនដែលប្រាប់ថាសុកនិនជាកូនអាមេរិកណាមិនចឹងខ្ញុំប្រាប់ថាខ្ញុំយុវជនខ្មែរយើងតំណាងយើង represent ខ្មែរហ្មងហើយអាហ្នឹងយើងមានកិត្តិយសណានៅពេលដែលយើងទៅជួបសមាជិករដ្ឋសភាសមាជិកព្រឹទ្ធសភាយើងប្រាប់ថាយើងជាកូនខ្មែរយើងមកប្រាប់ព័ត៌មានពិតដូចខ្ញុំបាននិយាយចឹងគឺយើងត្រូវចែករំលែកព័ត៌មានពិតដូចថានៅក្នុងប្រទេសកម្ពុជាវាស្ថិតនៅក្នុងស្ថានភាពបែបណាយើងពលរដ្ឋមួយចំនួនគាត់ដូចថាយុវជនមួយចំនួនខ្ញុំទទួលស្គាល់នៅក្រៅប្រទេសនេះគាត់ថាយកតាពីអ្នករងគ្រោះបន្តិចបន្តួចមកក្រុមយកមកនិយាយប៉ុន្តែប្រទេសណាក៏ដោយក៏គេមានបញ្ហាដែរក៏គេមានចំណុចខ្វះខាតដែរប៉ុន្តែយើងអ្នកមកប្រាប់នេះគឺយើងប្រាប់ចង់ឲ្យគេកែប្រែនៅពេលណាដែលយើងប្រាប់ហើយយើងកែប្រែទៅចំណុចដែលខ្វះខាតហ្នឹងមិនមែនពួកយើងគាត់ថាពួកយើងទៅប្រាប់អញ្ចឹងឃើញទេសប្ងៃដូចយើងនឹងស្រាប់ហើយចោលពួកយើងសិតតែជនក្បត់ជាតិចិត្តអីអញ្ចឹងវាមើលទៅវាអាក្រក់មែនតើប៉ុន្តែចង់ឲ្យយុវជនដូចសុកនិនអញ្ចឹងសុកនិនធំធាត់សុកនិនដឹងអ្វីដែលជាការពិតអ្វីដែលជាការមិនប្រឌិតអីសុកនិនមិនអញ្ចឹងដល់ពេលបើសិនជាយើងត្រូវតែហ៊ាននិយាយអ្វីជាការពិតត្រឹមត្រូវហើយឥឡូវចុងក្រោយដោយសារម៉ោងពេលវេលាយើងក៏ច្រើនណាស់ដែរតែសុកនិនមានអីចង់ចែករំលែកទៀតចែករំលែកអស់ថ្ងៃហ្នឹងដោយសារតែពេលយើងធ្វើ podcast នេះគឺរយៈចូលឆ្នាំខែ4ខ្ញុំចង់ឲ្យយុវជនជាពិសេសប៉ុន្តែក៏ចង់ឲ្យអ៊ំពូមីងប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកចូលរួម celebrate ខ្មែរ New Year ហ្នឹងហើយខ្ញុំអត់ចង់ឲ្យខ្ញុំអត់មានអ្វីសុំច្រើនទេគ្រាន់តែសុំឲ្យទៅចូលរួម celebrate ខ្មែរ New Year នៅតាមហើយរោមនុស្សចាស់2នាក់នៅពេលដែលយើងទៅវត្តរោមនុស្សចាស់2នាក់ហើយសួរគាត់ថាអ៊ំឬក៏ពូការអ៊ំពូមីងមកប្រទេសអាមេរិកដំបូងអ៊ំមករបៀបម៉េចហើយមូលហេតុអីបានអ៊ំមកហើយខ្ញុំចង់ឲ្យយុវជនអាហ្នឹង homework មួយមាន homework ដែរគេទៀតធ្វើ podcast ឲ្យមាន homework ដែរគេទៀតណាចូល homework មួយគឺទៅរកចូលរួមហើយសួរគាត់2នាក់ទៅរក2នាក់មកសួរថាមូលហេតុអីបានគាត់មកហើយហើយឥឡូវហ្នឹងតើគាត់ឃើញអ្វីខ្លះដែលកើតនៅប្រទេសកម្ពុជាហើយយើងយកមកគិតពិចារណាខ្លួនឯងហើយយើងមិនបាច់ធ្វើដូចខ្ញុំនិយាយមែនចឹងបងយើងមិនបាច់ធ្វើ big step ទេ just small step
ហើយយើងគិតមើលទៅថាយើងគួរតែចូលរួមរបៀបណាក្នុងនាមជាយុវជនចា បាទសូមអរគុណមែនតើហើយសង្ឃឹមថានេះក៏ជា podcast មួយដែលបានផ្ដល់ឲ្យបងប្អូនបានដឹងរឿងថ្មីសម្រាប់ថ្ងៃនេះមានសុខនាមចូលមកហើយសុខនាម អូបង homework ហ្នឹងពេលធ្វើឲ្យអាចតាក់ទងមកខ្ញុំ Okay. ដើម្បីយើងអាចធ្វើ podcast នេះយើងអាចគាត់អាច share រំលែក យ៉ាត្រឹមត្រូវហើយដូចប្រាប់ចឹងសុកនិននឹងមកចូលរួមនៅក្នុង My Future Podcast នេះរៀងញឹកជាងអ្នកដទៃបន្តិចព្រោះសុកនិនហើយខ្ញុំហ្នឹងនៅខុសគ្នាតែ2ម៉ោងឯងបងប្អូនអញ្ចឹងទៅយើងនៅចិត្តគ្នាអញ្ចឹងយើងអាចនឹងធ្វើ podcast មួយគ្នា នៅតែ2ម៉ោងប៉ុន្តែមិនមែនមានអីតាន់មើលជួបគ្នារហូតទេ យ៉ាអញ្ចឹងមិនថាគាត់តែញឹកញាប់យើងបានយល់ទេអញ្ចឹងបងប្អូនយល់ហើយអ្នកនៅសហរដ្ឋអាមេរិកទោះ2ម៉ោងក៏ដោយពេលខ្លះយើងមិនងាយបានជួបគ្នា តែ10នាទីក៏មិនសូវបានជួបគ្នាដែរបង ចិត្តខាងជាការអត់និយាយរកគ្នាផងមិនអញ្ចឹងយើងនឹង ឃើញគ្នាពី6ខែឃើញម្ដង អរគុណច្រើនហើយសង្ឃឹមថាជួបបងប្អូននៅក្នុង podcast ក្រោយយើងនឹងមានអីចែកចំណេញថ្មីទៀតថ្ងៃនេះគឺយើងមានប៉ុណ្្នឹងសិនសូមអរគុណ ចាសូមអរគុណ